សូមស្វាគមន៍មកកាន់ហងមេ Flash News រយៈពេល1ខែមករាឆ្នាំ2026សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង2500នាក់ករណី online scam ជនបរទេសចំនួន2508នាក់មាន7សញ្ជាតិរួមមានជនជាតិនេប៉ាល់ចិនម៉ាឡេស៊ីឡាវឥណ្ឌាប៉ាគីស្ថាននិងបង់ក្លាដេសត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចឃាត់ខ្លួននៅ190ទីតាំងក្នុងរាជធានីខេត្តចំនួន8ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធ online scam ក្នុងរយៈពេល1ខែមករាឆ្នាំ2026នេះតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបង្ហាញថាក្នុងចំណោមទីតាំង online scam ចំនួន190កន្លែងនេះមានកាស៊ីណូ44នៅក្នុងខេត្តព្រះសីហនុកំពតកណ្ដាលស្វាយរៀងរាជធានីភ្នំពេញពោធិ៍សាត់ព្រៃវែងនិងមណ្ឌលគិរីក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរឹបអូសវត្ថុតាំងជាច្រើនមានដូចជាកុំព្យូទ័រទូរស័ព្ទ SIM កាតជាដើមក្នុងនោះដែរសមត្ថកិច្ចនឹងបំពេញសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីហើយក្នុងរយៈពេល1ខែនេះសមត្ថកិច្ចកម្ពុជាក៏បានបញ្ជូនជនបរទេសចំនួន110,095នាក់មាន6សញ្ជាតិគឺជនជាតិចិនវៀតណាមឥណ្ឌូនេស៊ីឥណ្ឌាបង់ក្លាដេសនិងប៉ាគីស្ថានទៅប្រទេសកំណើតរៀងៗខ្លួនវិញផងដែរលោកទុយសុខាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានអះអាងថាក្រសួងបានប្រកាសដាក់ផែនការបោះសម្អាតការឆបោកតាមប្រព័ន្ធ online scam ត្រឹមខែមេសាឆ្នាំ2026នេះហើយខេត្តណាធ្វើមិនបានជោគជ័យនឹងត្រូវប្រឈមនឹងការអស់តំណែង AOT ចូលពិនិត្យតំបន់រងការបំផ្លាញនិងរំលោភដោយយោធាថៃឈ្លានពាននៅខេត្តពោធិ៍សាត់នៅវេលាម៉ោង9ព្រឹកថ្ងៃសុក្រទី6ខែកុម្ភៈឆ្នាំ2026ក្រុមសម្របសម្រួល CLG កម្ពុជាបានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច1ស្រុកវាលវែងខេត្តពោធិ៍សាត់ក្រោយបទឈប់បាញ់ចូលជាធរមាននេះបើតាមការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពិចិត្រកម្ពុជាសូមគូបញ្ជាក់ថាចាប់តាំងពីមានការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជាថៃមកកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតនៅក្នុងការគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនពេញលេញនៅបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃកាលពីថ្ងៃទី26តុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC កាលពីថ្ងៃទី27ធ្នូឆ្នាំ2025ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតផងដែរអាជ្ញាធរស្រុកថ្លាបរបាត់ប្រកាសរកអ្នកដឹកឈើយកមកលាក់ទុកនៅក្នុងភូមិអូត្រែលចេញមុខមកដោះស្រាយតាមផ្លូវច្បាប់ឈើខ្នាតទូកងចំនួន4ដើមដែលក្រុមឈ្មួញយកមកលាក់ទុកនៅក្នុងភូមិសាស្ត្រភូមិអូត្រែលឃុំថ្លាបរបាត់ត្រូវបានអាជ្ញាធរស្រុករកឃើញកាលពីថ្ងៃទី5ខែកុម្ភៈម្សិលមិញគណៈសមត្ថកិច្ចប្រកាសជាសាធារណៈឲ្យម្ចាស់ដែលដឹកឈើយកមកទុកនោះចេញមកដោះស្រាយតាមផ្លូវច្បាប់និងដាក់ពាក្យស្នើសុំធ្វើលិខិតអនុញ្ញាតដឹកជញ្ជូនឲ្យបានត្រឹមត្រូវលោកសៃកុសលអភិបាលស្រុកថ្លាបរបាត់បានបញ្ជាក់ថាអាជ្ញាធរចង់ឲ្យម្ចាស់ឈើដែលដឹកយកមកទម្លាក់ចោលនៅក្នុងភូមិនេះមកជួបជាមួយអាជ្ញាធរធ្វើការជាមួយគ្នាឲ្យមានតម្លាភាពព្រោះនេះជាឈើខ្នាតធ្វើទុកងលោកបន្តថាក្នុងនាមអាជ្ញាធរសូមគាំទ្រនិងសហការជានិច្ចប្រសិនបើមានលិខិតអនុញ្ញាតត្រឹមត្រូវតែបើធ្វើអាជីវកម្មឬសកម្មភាពណាមួយផ្ទុយនឹងលិខិតអនុញ្ញាតនោះមន្ត្រីជំនាញនឹងត្រូវតែមានវិធានការតាមផ្លូវច្បាប់ស្តីពីព្រៃឈើដោយមិនលើកលែងឡើយបញ្ហានេះប្រជាពលរដ្ឋនៅក្នុងភូមិអូត្រែលបានអះអាងថានេះពិតជាឈើល្មើសច្បាប់ដែលជាឱកាសរបស់ឈ្មួញរកស៊ីដូចជាពាក្យថាត្រីងៀតឆ្លៀតពងតែប៉ុណ្ណោះហើយពេលដែលមានបញ្ហាក្រុមឈ្មួញទាំងនោះដឹកយកមកលាក់ទុកនៅក្នុងភូមិអ្នកស្រុកសិនសូមប្រុងប្រយ័ត្នព្យុះខែប្រាំងឈ្មោះបញ្ញានឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់គ្រប់តំបន់ឧតុនិយមកម្ពុជានៅថ្ងៃទី6ខែកុម្ភៈនេះបានប្រមានពីព្យុះខែប្រាំងមួយមានឈ្មោះថាបញ្ញាដែលវានឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ស្ទើរគ្រប់តំបន់មិនតែប៉ុណ្ណោះឥទ្ធិពលព្យុះនេះនឹងធ្វើឲ្យមានខ្យល់កន្ត្រាក់ផ្គររន្ទះយ៉ាងខ្លាំងចន្លោះពីថ្ងៃទី6ដល់ថ្ងៃទី12ខែកុម្ភៈក្រសួងក៏បានបញ្ជាក់ថាឥឡូវនេះព្យុះត្រូពិចបញ្ញាដែលជាព្យុះទី2ប្រចាំរដូវកាលទីហ្វុងឆ្នាំ2026កំពុងវាយប្រហារក្បែរកោះភាគខាងត្បូងនៃប្រទេសហ្វីលីពីននៅក្នុងល្បឿនខ្យល់បក់បោកថេរ75គីឡូម៉ែត្រក្នុង1ម៉ោងហើយវានឹងកំកើខ្លួនបំបុកហ្វីលីពីននៅយប់ថ្ងៃប្រហោះនេះចុះខ្សោយរួចបន្តបោះក្បាលចូលសមុទ្រចិនខាងត្បូងព្យុះបញ្ញានឹងមិនវាយប្រហារកម្ពុជាដែលផ្ទាល់នោះទេប៉ុន្តែព្យុះនេះជះឥទ្ធិពលលើខ្យល់មូសុងអេសានដែលបក់បោកគ្របដណ្ដប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងកម្ពុជាទាំងមូលដូច្នេះក្រសួងធនធានទឹកសូមអំពាវនាវឲ្យសាធារណជនបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកគណៈក្រសួងបន្តខ្លំមើលនិងវិភាគស្ថានភាពអាកាសធាតុ
ដើម្បីជូនជាដំណឹងប្រសិនបើមានការប្រែប្រួលមួយថ្ងៃទឹកកខ្វក់ជាង 70,000 ម៉ែត្រគូបត្រូវបានទប់ស្កាត់មិនឲ្យបំពុលបរិស្ថានក្រសួងបរិស្ថានបានអះអាងថាបរិមាណទឹកកខ្វក់ចេញពីរោងចក្រសហគ្រាសប្រមាណជាង 70,000 ម៉ែត្រគូបក្នុងមួយថ្ងៃនិងជាង 2 លានម៉ែត្រគូបក្នុងមួយខែត្រូវបានទប់ស្កាត់មិនឲ្យមានការប៉ះពាល់ដល់សុខភាពសាធារណៈនិងការរស់នៅរបស់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថានតាមរយៈការបញ្ចេញសំណល់រាវកខ្វក់បានចំនួនជាង 20 លានម៉ែត្រគូបដែលឡែកនៅក្នុងខែមករាឆ្នាំ 2026 បរិមាណទឹកកខ្វក់ចេញពីរោងចក្រសហគ្រាសចំនួនជាង 2 លានម៉ែត្រគូបត្រូវបានទប់ស្កាត់មិនឲ្យបញ្ចេញទៅបំពុលបរិស្ថានអ្នកនាំពាក្យក្រសួងបរិស្ថានលោកខ្វៃអតិជាបានដឹងថាលទ្ធផលសម្រាប់បាននេះគឺក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ស្របតាមក្រមបរិស្ថានហើយរោងចក្រសហគ្រាសនិងក្រុមហ៊ុនបានចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនិងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវឲ្យបានត្រឹមត្រូវលោកបន្តថាគិតត្រឹមខែមករាឆ្នាំ 2026 ក្រុមហ៊ុនរោងចក្រនិងសហគ្រាសចំនួន 55 កន្លែងនៅទូទាំងប្រទេសបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនិងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវបានរួចរាល់ហើយសូមអរគុណចំពោះការគាំទ្រហងមាស Flash News